បាទសួស្តីបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំចែកម្លែកពីតិចនិចតកតងមួយការផ្លាស់ប្ដូរពី daily មកlive time នេះបងប្អូនឃើញទេបាទពីមុនគឺវា daily ប៉ុន្តែបន្ទាប់មកបើសិនជាបែបនេះគឺវាបាន live time ហើយនេះអញ្ចឹងរ៉ាន់3ថ្ងៃ$15ប៉ុន្តែនេះគឺ daily ពីមុនគឺ daily បន្ទាប់មកយើងអាចដូរវាទៅជា live time បាទសម្រាប់វិធីទី1នេះវាជារឿងពិតប្រាកដតែគ្រាន់តែវាជារឿងពិបាកសម្រាប់បងប្អូនគឺពាក់ព័ន្ធជាមួយ add account បាទ add account ខ្លះគឺអត់អាច boost live time បានទេ boost បានតែ daily អញ្ចឹងចឹងជាក់ស្ដែងដូចខ្ញុំបង្ហាញជាក់ស្ដែងនេះខ្ញុំ boost add account មួយនេះលើ content តែមួយហ្នឹងបាទនេះខ្ញុំ boost លើ add account ឈ្មោះនេះបាទប៉ុន្តែដល់ពេលខ្ញុំដូរ add account ទៅ boost add account មួយទៀតនេះ add account នេះអញ្ចឹង add account មួយនេះគឺអាច boost live time បានពេលយើង boost ពីខាងក្រៅឃើញទេបាទដែលអត់ចាំបាច់ trick ស្អីទេហ្នឹងអានេះយើង boost បានភ្លាមម្ដងគឺអាស្រ័យលើ add account បងប្អូនអញ្ចឹងបើសិនបងប្អូនរអានឹងបានគឺអូខេមិនបាច់ trick ស្អីវែងឆ្ងាយតែមានវិធីមួយទៀតគ្រាន់តែអាមួយទៀតនេះគឺវាមិនប្រកាសថាបានទេបាទដោយ content ដោយអឺ page ដែរទេវាពឹងលើសំណាងដែរប៉ុន្តែគ្រាន់តែបងប្អូនអាចសាកអនុវត្តវិធីនឹងបានគីឡូបានអញ្ចឹងណាបាទអញ្ចឹងវិធីទី2នោះគឺបងប្អូនយើងធ្វើបែបនេះអូខេនេះអញ្ចឹងដំបូងឧទាហរណ៍ខ្ញុំចង់ boost លើ post មួយហ្នឹងខ្ញុំចុច boost post មួយហ្នឹងសិនពេលចុច boost ដំបូងចុច boost លើកទី1 boost បាច់ទៅគឺវាយកវាទា daily ពេល boost ទៅវាទាបែបនេះហ្មងបាទវាទាបែបនេះអញ្ចឹងយើង boost សិនដែរយើងដាក់3ថ្ងៃ4ថ្ងៃ5ថ្ងៃតាមបងប្អូនចង់ដាក់ទៅដាក់លុយប៉ុណ្ណឹងមកហើយចុច boost ទៅបាទពេលបងប្អូន boost រួចគឺវាលោតចូល add account យើងនេះ add account នេះខ្ញុំដាក់មួយថ្ងៃ$5ខ្ញុំដាក់2ថ្ងៃបាទចប់ថ្ងៃ18 2ថ្ងៃអូខេអញ្ចឹងboost ដំបូងគឺបាន daily នេះ boost ទៅបាន daily នេះប៉ុន្តែបន្ទាប់ពី boost រួចហើយចុងក្រោយគឺបងប្អូនចូលទៅ boost សារថ្មីបងប្អូន refresh page របស់បងប្អូនមកចូលទៅ content ដដែលបងប្អូនចុច boost ម្ដងទៀតពេលបងប្អូនចុច boost មកគឺចេញបែបនេះហើយនេះដល់ពេលដែលវា load បែបនេះគឺបានន័យថា content មួយហ្នឹងបងប្អូនអាច boost ជា live time បានយើងអូសមកឃើញទេបាទយើង boost ម្ដងទៀតអាច boost ជា live time បានអញ្ចឹងវិធីដែលខ្ញុំស្រាវជ្រាវមកខ្ញុំឃើញមានតែពីរហ្នឹងទេបាទអាក្រោយនេះវាអាចថាបងប្អូនសាកសិនលើពឹងលើសំណាងដែរហ្នឹងណាបាទពឹងលើសំណាងដែរទេអញ្ចឹងបងប្អូន boost ទៅគឺមានអញ្ចឹងហើយនេះបើចេញអញ្ចឹងគឺមានន័យថាយើង boost live time បានហើយគេវិធីនេះគឺមានប៉ុណ្ណេះទេសង្ឃឹមថាបងប្អូនជួយអនុវត្តបានជាខ្ញុំរំលឹកអាវិធីទី2នេះចុងក្រោយគឺបានន័យថាយើងទៅ boost វាសិនបងប្អូនចុច boost ទៅវាជាប់ daily គឺជាប់ទៅវាជាប់ daily គឺជាប់ទៅយើង boost វាទៅសិន boost វាយកមុខសិន boost ម្ដងហើយឲ្យមាន add មានអីចូលក្នុង add account របស់យើងនឹងធម្មតាអញ្ចឹងហើយបាទវាជាប់អញ្ចឹងហើយ load review អីហើយសិនមកបាទវាជាប់ daily អញ្ចឹងហើយអញ្ចឹងបងប្អូនចុច boost វាម្ដងទៀតចូលមកក្នុង page នឹងម្ដងទៀត refresh ម្ដងពីរដងសិនណា refresh ហើយចូលមកដល់កន្លែង content នៅដដែលចុច boost again មួយទៀតមកអញ្ចឹងពេល boost again មកគឺចេញបែបនេះហើយបាទនេះជាវិធីដែលខ្ញុំអាសាធ្វើវាហើយតែគ្រាន់ថាពេលខ្លះ content ខ្លះធ្វើទៅគឺបាន content ខ្លះគឺអត់អញ្ចឹងណាអញ្ចឹងខ្ញុំមិនធានាឲ្យបងប្អូនថា 100% បងប្អូនធ្វើតាមវិធីនេះទៅវាជោគជ័យទេតែគ្រាន់ថាបងប្អូនអាចសាកល្បងបានអញ្ចឹងណាតែអាវិធីដែលច្បាស់ 100% ហ្នឹងគឺអាដំបូងគេនឹងឯងនេះបាទដោយសារ add account ហ្នឹងវា boost បានតែ daily ទេបើ boost ខាងក្រៅអញ្ចឹងដូរ add account ផ្សេងទៅបាទនេះដូរទៅ add account ផ្សេងទៅគឺ boost បានហើយតែតើ add account ហ្នឹងវាអាច boost daily live time បានដែរអញ្ចឹងណាបើសិន add account ហ្នឹងវា lock ដោយ add account នោះគឺពិបាកដែរអញ្ចឹងបងប្អូនត្រូវព្យាយាមដូរវាដែរអញ្ចឹងណាបាទអញ្ចឹងវិធីទាំងពីរហ្នឹងសង្ឃឹមថាអាចជួយដល់បងប្អូនយើងក្នុងការសម្រេចចិត្តអាចជ្រើសរើសជាមួយនឹង daily live time បានបាទអរគុណច្រើន